សូមជូនរឿងចចកដំណើររឿងកាលពីព្រេងនាយមានចចកត្រាស់ធំមួយដល់ខែលំហើយវាដើររកត្រពាំងបឹងបួរដែលរីងទឹកដើម្បីចាប់ត្រីស៊ីលុះទៅដល់ត្រពាំងមួយរីងទឹកអស់នៅតែប្រឡងមួយឃើញសុទ្ធតែភក់មានត្រីកំពឹសបង្កងក្តាមជាច្រើនណាស់ចចកឃើញហើយមានចិត្តត្រេកអររីករាយគិតថាថ្ងៃនេះអញមានលាភធំណាស់ជាលាភចម្លែកជាងសប្តាហ៍ថ្ងៃឯកំពឹសមានប្រាជ្ញាឮចចកថាដូច្នេះហើយក៏និយាយលួមលោមចចកថាយើងទាំងអស់គ្នាសុទ្ធតែជាចំណីបងចចកឯងទាំងអស់ហើយប៉ុន្តែយើងប្រឡាក់ភក់ណាស់បងឯងស៊ីយើងទាំងប្រឡាក់ភក់ដូច្នេះមិនឆ្ងាញ់ពិសាទេចចកឆ្លើយថាធ្វើដូចម្ដេចនឹងឆ្ងាញ់ពិសាកំពឹសថាបងឯងត្រូវយកយើងទៅលាងទឹកឲ្យជ្រះស្អាតហើយសាំស៊ីទើបឆ្ងាញ់ពិសាចចកថាធ្វើដូចម្ដេចនឹងយកទៅលាងទឹកបានបើច្រើនដល់ម្លឹងកំពឹសថាបងចចកកុំព្រួយចិត្តខ្ញុំធានាគិតឲ្យបងឯងបានស្រួលប៉ុន្តែបងឯងត្រូវតាមខ្ញុំចចកឆ្លើយថាឯងធ្វើដូចម្ដេចក៏ខ្ញុំតាមទាំងអស់កំពឹសថាបើដូច្នេះចូលបងឯងចុះមកដេកននាលក្នុងភក់នេះហើយយើងទាំងអស់គ្នានឹងបានតោងខំរោមបងឯងនាំយើងទៅរកស្ទឹងបឹងបួរឯណាមានទឹកថ្លាច្រើនបងឯងលាងយើងឲ្យស្អាតហើយសឹមបងឯងស៊ីឲ្យឆ្ងាញ់ពិសាតាមចិត្តចោះឯចចកជាសត្វល្មោបហើយល្ងងក៏ធ្វើតាមពាក្យកំពឹសនឹងត្រីបបួលគ្នាតោងរោមចចកទៅលុះទៅដល់បឹងមួយធំវែងមានទឹកថ្លាល្អចចកដើរចុះទៅក្នុងទឹកត្រីទាំងអស់នឹងកំពឹសលោតទៅក្នុងបឹងប្រាប់ថាបងចចកឯងទៅជញ្ជូនឲ្យអស់សិនសឹមមកស៊ីឲ្យឆ្អែតតែម្ដងយើងនៅចាំបងនៅទីនេះចចកក៏ទៅជញ្ជូនត្រីនិងកំពឹសមកលុះត្រាតែអស់ពីត្រពាំងនោះពួកត្រីក្តាមខ្យងដឹងថាចចកជញ្ជូនអស់ហើយនាំគ្នាមុជក្នុងទឹកជ្រៅបាត់អស់ឯចចកដឹងថាកំពឹសបញ្ឆោតដូច្នេះខឹងណាស់ដើរទៅបបួលអស់សត្វធំតូចដំរីរមាសខ្លាគ្រប់ភាសាសត្វទាំងពស់ថ្លាន់ពស់ធំពស់តូចទាំងអស់បបួលគ្នាមកបាចទឹកបឹងនោះឲ្យរីងនិងចាប់ត្រីក្នុងបឹងនោះស៊ីឲ្យអស់ចចកបានឲ្យពស់ថ្លាន់ធ្វើជាទំនប់ទឹកអស់សត្វឯទៀតក៏បបួលគ្នាបាចទឹកសត្វក្នុងបឹងដឹងថាចចកបបួលគ្នាបាចទឹកឲ្យរីងទាំងបឹងភ័យណាស់ក៏គិតគ្នាថាខ្ញុំឮគេនិយាយថាបងសុភាទន្សាយជាអ្នកមានប្រាជ្ញាចេះដោះទុក្ខមនុស្សសត្វផងជាច្រើនណាស់បើដូច្នេះខ្ញុំនឹងទៅពឹងបងសុភាទន្សាយឲ្យមកជួយដោះទុក្ខអស់យើងពួកត្រីគិតគ្នាហើយក៏ប្រើត្រីក្រាញ់ឲ្យទៅអញ្ជើញសុភាទន្សាយត្រីក្រាញ់ប្រឹងននាលទៅលុះដល់ត្រូវថ្ងៃក្រៀមស្រកាអស់ដល់យប់សុភាទន្សាយចេញមករកស៊ីបានឃើញត្រីក្រាញ់ននាលដូច្នេះក៏សួរថាបងត្រីក្រាញ់ទៅណាត្រីក្រាញ់ឃើញសុភាទន្សាយហើយមានចិត្តត្រេកអរណាស់និយាយអង្វរថាបងសុភាទន្សាយអាណិតបិទត្រីទាំងអស់ក្នុងបឹងគេប្រើឲ្យខ្ញុំអញ្ជើញបងសុភាទៅថ្ដិតឮទាំងអស់មនុស្សនិយាយថាបងឯងជាអ្នកមានប្រាជ្ញាចេះកាត់សេចក្តីដោះទុក្ខគេបើអ្នកឯណាកើតទុក្ខបងតែងទៅជួយដោះទុក្ខគេមិនដែលខានឥឡូវមានដំរីក្របីគោរមាសរមាំងជ្រូក
ពស់ធំពស់តូចទាំងសត្វហើរគឺកុកក្រៀលចង្គ្រៀលខ្យងទង់ទោមក្អែបទឹកប្រវឹកស្មោចទាំងប៉ុន្មានបានបបួលគ្នាមកបាចទឹកបឹងឲ្យរីងនិងបានចាប់អស់ត្រីអណ្ដើកកន្ធាយស៊ីជាចំណីឲ្យអស់ពីក្នុងបឹងនេះគេឲ្យពស់ថ្លាន់ពស់តូចធ្វើជាទំនប់ទប់បឹងនេះឯងបើដូច្នេះបងសុភាទន្សាយអាណិតជួយដោះទុកអស់បងប្អូនឲ្យរួចផុតពីភ័យម្ដងនេះនឹងបានល្បីគេឈ្មោះតទៅអស់យើងនឹងតបគុណបងសុភាទន្សាយឯងយើងមិនភ្លេចគុណដរាបអស់ជីវិតឯទន្សាយឮត្រីក្រាញ់និយាយអង្វរដូច្នេះក៏ឆ្លើយថាបងត្រីក្រាញ់ទៅមុនចោះទៅប្រាប់បងប្អូនកុំឲ្យផិតភ័យចាំជួយដោះទុកឲ្យរួចកុំបារម្ភឡើយត្រីក្រាញ់ក៏ត្រឡប់ទៅវិញឯទន្សាយលុះព្រឹកប្រហៀមឡើងទៅមាត់បឹងឃើញអស់សัตว์កំពុងតែបាចទឹកក៏យកស្លឹកឈើដែលមានដង្កូវស៊ីធ្លុះធ្លុះមកធ្វើជាសម្បុត្រហើយស្រែកហៅអស់សัตว์ទាំងនោះថាណែបងប្អូនទាំងអស់គ្នាចាំស្ដាប់ខ្ញុំត្បិតព្រះព្រហ្មឥន្ទ្រាឲ្យខ្ញុំនាំសម្បត្តិមកប្រាប់គ្រប់គ្នាថាព្រះឥន្ទលោកនឹងមកកាច់ជើងត្រុំប្រមុំជើងអកកាត់ក្បាលចចកដកភ្លុកដំរីសអស់សัตว์ឮថាសម្បត្តិព្រះឥន្ទដូច្នេះភ័យណាស់ផ្អើលជន់លើគ្នាដំរីក្របីរមាសរមាំងស្ទុះបោលទៅជន់លើពស់ថ្លាន់ជាទំនប់ដាច់ខ្លួនជា2 3កំណាត់ធ្លាយទំនប់ទឹកលិចស្លាប់អស់សត្វទាំងនោះក៏ត្រូវជាចំណីត្រីវិញតាំងពីថ្ងៃនោះមកអស់សត្វទាំងពួរកោតខ្លាចប្រាជ្ញាសុភាទន្សាយហើយយកសុភាទន្សាយជាគ្រូបាអាចារ្យទាំងអស់